សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែលខ្ញុំមកប្រាប់ពីរបៀប download Mojo Launcher បាទព្រោះឥឡូវ Mojo Launcher គេលុបពី Play Store បាត់ហើយតែខ្ញុំចេះពីរបៀប download នេះ Mojo Launcher មួយហ្នឹងបាទ Mojo Launcher ហ្នឹងដំបូងអ្នកគ្នាចូលទៅកាន់ Google ចូលមក Google ហើយវាយពាក្យថា Mojo Launcher download APKនឹងវាយតាមខ្ញុំមកវានឹងចេញនៅលើគេហើយអាហ្នឹងចុចចូលមកអាហុកពណ៌ខៀវហ្នឹងអ្នកទាំងអស់គ្នាអស់មកខំចុចget the list នេះគេខ្ញុំអត់ចេះអានទេ version នេះ get the នឹងចុចអាហ្នឹងទៅអស់ទៅខាងទៀតទៅមកចាំអានេះវាពេញទៅមកចុច down មកទៅមកចុចព័ត៌មានលម្អិតមកចាំឲ្យវាពេញទៅមកចុច download អ្នកគ្នា download តាមណាក៏បានដែរតែអ្នកទាំងអស់គ្នាចង់download ខ្ញុំ download តាមកម្មវិធីដំឡើងកញ្ចប់នេះហើយកុំភ្លេចជួយ subscribe ខ្ញុំផងបាទហើយចុចដំឡើងនេះខ្ញុំចេញដំឡើងកំណែព្រោះខ្ញុំមានមួយស្រាប់បើអ្នកផ្សេងចេញដំឡើងទៅទេឥឡូវចុចដំឡើងកំណែវាបានហើយមកចុចចេញទៅមកអស់មកចូលកម្មវិធីហ្នឹងមកទៅមកចុចកន្លែង search Mojo Launcher តែមកនឹងឃើញអានេះហើយនឹងឃើញ Mojo Launcher ហ្នឹងហើយចុចទៅតែមកនេះគេចេញពាក្យ i អីតែខ្ញុំ down ហើយវានឹងចេញបែបនេះចុចលើវាមកនេះជាវាចុចចូលមកខ្ញុំលុបឥឡូវខ្ញុំ down វិញសិនខ្ញុំសូមកាត់វីដេអូសិនពេលអ្នកគ្នា down បានហើយវានឹងចេញបែបនេះចុចទី3មកចុចឈ្មោះដែលអ្នកទាំងអស់គ្នាចង់ដាក់ពេលដាក់ហើយចុច login នេះមកវានឹងបានហើយខ្ញុំមាន account នេះស្រាប់ខ្ញុំចុចលើហ្នឹងទៅមកអ្នកគ្នាចុចកន្លែង create នេះចុចលើគេទៅមកលើនេះដាក់អីក៏បានដែរversion នេះបាច់ចាំដាក់ខ្ញុំរៀបកំណត់ឲ្យដាក់តាមខ្ញុំមក 1.21.11 មកខំចុចទី3គេនេះទៅមកសេពាក្យថា Mojo ទៅមកចុច save មកចុច play ចាំវាបន្តិចទៅបាទឥឡូវចិត្តបានហើយខ្វះមិនតិចទេមិនតិចទៀតទេឥឡូវបានហើយ
Là nhầm xong sẽ setting plate sẵn. ឥឡូវខ្ញុំសេរី setting ឲ្យចូលមើលចុច multiplayer នេះសម្រាប់អ្នកចង់ចូល server ខ្ញុំទៅមកចុច add server ចុចទី2វាយតាមខ្ញុំខ្ញុំទៅបិទសំឡេងមកផ្លែនេះជា server របស់ខ្ញុំจะ start server មកផ្លែបាទឥឡូវខ្ញុំ start ហើយចូលលេងទៅចូលលេងហើយឥឡូវខ្ញុំហោះទូបេសខ្ញុំផ្លែតឥឡូវមកដល់ villager ខ្ញុំមកឥឡូវខ្ញុំឲ្យមើល base ចាស់ខ្ញុំឥឡូវរបស់មិត្តភ័ក្ដិខ្ញុំឲ្យមិត្តភ័ក្ដិខ្ញុំហីbase ទី1នេះ base ចាខ្ញុំមិនស្អាតទេ
lâu một mưa bể mây nhau một đống bể mây rồi bọn bể mây nhóm năng bè nhóm mình tụi mình đăng tê bye bye subscribe